ដំសេនីយ៍វងពិសេសអញ្ជើញត្រួតពិនិត្យការវឹកហាត់ក្បួនជួហរយាត្រាសាក់លបងឈានឆ្ពោះទៅពិធីផ្លូវការអបអសាទរខួបលើកទី32ទិវាបង្កើតកងរាជអាវុធហត្ថនៅព្រឹកថ្ងៃអង្គារទី1ខែកក្កដាឆ្នាំ2025ឯកឧត្តមនាយឧត្តមសេនីយ៍វងពិសេសអគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទបានអញ្ជើញត្រួតពិនិត្យការវឹកហាត់ក្បួនជួហរយាត្រាសាក់លបងដើម្បីឈានឆ្ពោះទៅការប្រារព្ធពិធីផ្លូវការអបអសាទរខួបលើកទី32ទិវាបង្កើតកងរាជអាវុធហត្ថ14កក្កដា1993 14កក្កដាឆ្នាំ2025និងសម្ពោធសមិទ្ធផលនានាដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលវឹកវរកងរាជអាវុធហត្ថភ្នំជួមសែនរីករាយកងរាជអាវុធហត្ថគឺជាផ្នែកមួយនៃកងយុទ្ធពលខេមរៈភូមិន្ទបានបង្កើតឡើងនៅថ្ងៃទី14ខែកក្កដាឆ្នាំ1993តាមព្រះរាជក្រឹត្យត្រាស់បង្គាប់របស់ព្រះបរមរតនកោដ្ឋដែលមានតួនាទីពង្រឹងការអនុវត្តច្បាប់ការពាររដ្ឋធម្មនុញ្ញការពាររាជរដ្ឋាភិបាលការពារសន្តិភាពស្ថិរភាពនយោបាយសន្តិភាពសង្គមជួយសង្គ្រោះប្រជាពលរដ្ឋនិងរួមចំណែកអនុវត្តបទបញ្ជាក្នុងការពារបូរណភាពទឹកដី